នៅព្រឹកថ្ងៃសុក្រ15កើតខែអាសាឍត្រូវនៅថ្ងៃទី11កក្កដាឆ្នាំ2014ដែលជាថ្ងៃទី2នៃព្រះរាជពិធីហែព្រះកោដ្ឋព្រះបរមឥទ្ធិទៅកាន់ព្រះឧបោសថរតនារាមព្រះកៅមរកតនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលរាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីតម្កល់ព្រះបរមឥទ្ធិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនៅក្នុងព្រះចេតិយគន្ធបុប្ផានៅព្រឹកនេះតាមទីវត្តអារាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការទូងស្គរនិងមានរៀបចំព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រនៃយើងនិងរៀបចំពិធីរាប់បាតផងដែរដើម្បីអនុញ្ញាតឲ្យប្រជានុរាស្ត្រខ្មែរយើងនៅតាមទីកន្លែងនីមួយៗបានចូលអុជធូបឧទ្ទិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចឪសម្ដេចតាសម្ដេចតាទួតនៃយើងកូនណានៃយើងគឺមានស្នាដៃយ៉ាងធំចំពោះប្រទេសកម្ពុជាចំពោះជាតិចំពោះសាសនាគឺញាតិញោមទូទាំងប្រទេសទោះបីមានកិច្ចការរវល់កិច្ចការយ៉ាងណាក៏ដោយនៅតែមានទឹកចិត្តអាឡោះអាឡាយសោកស្ដាយហើយក៏ឃើញថារដ្ឋាភិបាលយើងគឺយកចិត្តទុកដាក់ដើម្បីប្រកាសប្រាប្រជាជនប្រជារាស្ត្រទូទាំងប្រទេសកម្ពុជាដើម្បីធ្វើបុណ្យរយៈកាល3ថ្ងៃទិដ្ឋភាពឃើញថាប្លែកឬក៏ឃើញថាញាតិញោមយកចិត្តទុកដាក់ដើម្បីចង់លើកតម្កើងនៅឋានៈប្រហោះនៃប្រការណាយើងគឺជាសម្ដេចតាសម្ដេចអូដែលយើងបានសោយទីបង្កត់ទៅហើយនៅចំបានពនៅឯមុខព្រះបរមរាជវាំងឯណោះវិញព្រះរាជវង្សានុវង្សប្រមុខរាជរដ្ឋាភិបាលកម្ពុជាអង្គទូតនានាមន្ត្រីរាជការនាម៉ឺនសពមុខមន្ត្រីគ្រប់ក្រសួងមន្ទីរទីហ៊ានស៊ីវិលព្រះសង្ឃនិងប្រជានុរាស្ត្របានត្រៀមខ្លួនក្នុងសម្លៀកបំពាក់កាន់ទុក្ខដើម្បីចូលរួមក្នុងព្រះរាជពិធីហែព្រះកោដ្ឋព្រះបរមឥទ្ធិហើយតែមានចិត្តដូចជ្រះថ្លាចង់បូជាចង់ទទួលសប្បាយរីករាយណាចៅស្ដាយសំណោះចាស្ដាយសំណោះផងហើយនៅពេលចុងបញ្ចប់មានតែម្ដងនឹងទៀតទេណាចូលរួមបានតែម្ដងនឹងទៀតចប់ហើយព្រោះគេបញ្ចប់ក្នុងចែកដីហើយមានអារម្មណ៍ថារំភើបចិត្តខ្លាំងណាស់ព្រោះខ្ញុំគ្មានវាសនាណាបានមករកកម្មវិធីពិសេសខ្ញុំមានឈ្មោះខាងលើកក្រុមស្នេហ៍ហ្នឹងខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះជាប្រវត្តិសាស្ត្ររបស់ខ្ញុំហើយជាប្រវត្តិសាស្ត្ររបស់អង្គភាពរបស់ខ្ញុំដែរជាចុងក្រោយខ្ញុំថាខ្ញុំសប្បាយចិត្តខ្លាំងជាពិសេសក្រុមការងាររបស់ខ្ញុំគឺអង្គភាពរបស់ខ្ញុំគឺសប្បាយចិត្តខ្លាំងមែនទែនគឺថាជារូបខ្ញុំឬជាប្រជាពលរដ្ឋឬគ្រប់អង្គភាពទាំងអស់គឺសប្បាយចិត្តខ្លាំងណាស់បានបើបង្កើតកម្មវិធីនេះដល់អស្ចារ្យនេះមកអញ្ចឹងខ្ញុំសប្បាយចិត្តណាស់ហើយគឺជាប្រវត្តិសាស្ត្ររបស់ខ្ញុំដែរដែលបានមកចូលរួមនៅការធ្វើការងារក្នុងកម្មវិធីនេះក្បួនដង្ហែបានចេញដំណើរនៅវេលាម៉ោង 7:20 នាទីព្រឹកដោយក្បួនត្រូវបានដង្ហែព័ទ្ធជុំវិញព្រះបរមរាជវាំងចេញដំណើរពីខាងមុខទ្វារជ័យមុខព្រះបរមរាជវាំងបត់ឆ្វេងទៅតាមមហាវិថីសម្ដេចសុធារសរួចបត់ឆ្វេងតាមវិថីសម្ដេចព្រះធម្មលិខិតអុកទៅដល់មហាវិថីព្រះនរោត្តមក្បួនបត់ឆ្វេងទៅឈប់នៅខាងលិចវិមានឯករាជ្យនិងមានការនិមន្តព្រះសង្ឃចំនួន90អង្គធ្វើពិធីបង្សុកូលរួចបន្តដំណើរតាមមហាវិថីព្រះសីហនុមកដល់ទន្ទឹមនឹងព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋឈប់បន្តិចនិងមានការនិមន្តព្រះសង្ឃចំនួន90អង្គធ្វើពិធីបង្សុកូលម្ដងទៀតក្បួនបន្តដំណើរទៅដល់មហាវិថីសម្ដេចសុធារសបត់ឆ្វេងរហូតដល់ព្រះ